បន្ទាប់ពីបរាជ័យក្នុងការទិញយន្តហោះចម្បាំង F-35 ពីអាមេរិកថៃងាកមកចង់ទិញយន្តហោះចម្បាំងបំបាំងកាយ KF-21 ពីកូរ៉េខាងត្បូងវិញម្ដងជំរាបសួរប្រិយមិត្ត KH News ជាទីមេត្រីថ្ងៃនេះយើងងាកមកមើលសត្រូវរបស់យើងភាគខាងលិចវិញម្ដងនោះគឺប្រទេសថៃបន្ទាប់ពីបរាជ័យក្នុងការទិញយន្តហោះចម្បាំង F-35 ពីអាមេរិកថៃបានងាកមកចង់ទិញយន្តហោះចម្បាំង KF-21 ពីកូរ៉េខាងត្បូងវិញដោយលោកអ្នកដឹងស្រាប់ហើយថាសព្វវុធមួយចំនួនដែលថៃប្រើប្រាស់ឈ្លានពានខ្មែរយើងកន្លងមកគឺទិញពីកូរ៉េខាងត្បូងទូយ៉ាងដូចជាយន្តហោះចម្បាំង T-50 TH និងគ្រាប់បែក KGGB ជាដើមដើម្បីពង្រឹងសមត្ថភាពក្នុងការឈ្លានពានកម្ពុជាជាទ្រង់ទ្រាយធំបន្តថៃបានចរចាទិញយន្តហោះចម្បាំង KF-21 ដែលជាយន្តហោះចម្បាំងថ្មីស្រឡាងពីកូរ៉េខាងត្បូងអំពី KF-21 Boromir គឺជាយន្តហោះចម្បាំងបំបាំងកាយត្រូវបានដាក់ឲ្យហោះហើរសាកល្បងជាលើកដំបូងក្នុងឆ្នាំ2022មានបណ្ដោយប្រវែង 16.9 ម៉ែត្រ ស្លាបប្រវែង 11.2 ម៉ែត្រ កម្ពស់ 4.7 ម៉ែត្រមានទម្ងន់ 11,800 គីឡូក្រាមនិងពេលផ្ទុកសព្វវុធរួចមានទម្ងន់ 17,200 គីឡូក្រាមទៅ 25,600 គីឡូក្រាមប្រើប្រាស់ម៉ាស៊ីនភ្លុក2អាចហោះក្នុងល្បឿន 2,200 គីឡូម៉ែត្រក្នុង1ម៉ោងចម្ងាយប្រយុទ្ធ 1,000 គីឡូម៉ែត្រចម្ងាយដែលអាចហោះទៅដល់នោះគឺ 2,900 គីឡូម៉ែត្រមានល្បឿនលឿនជាងសំឡេង 1.8 ដងចំពោះការបំពាក់សព្វវុធវិញមានដូចជាកាំភ្លើងយន្ត 20 មីលីម៉ែត្រមួយដើមបំពង់សម្រាប់បាញ់គ្រាប់រ៉ុកែតចំនួន 4 នៅក្រោមពោះរបស់វាមីស៊ីលសម្រាប់ប្រយុទ្ធគ្នាលើអាកាសឬក៏ Air to Air មីស៊ីលមានដូចជាមីស៊ីល Meteor IRIST មីស៊ីល AIM-120 AM-9X មីស៊ីលបាញ់ពីអាកាសមកដី KLACM ជឿនយ៉ុងដោយមីស៊ីលនេះកំពុងផលិតនៅឡើយនឹងដាក់ប្រើប្រាស់ជាផ្លូវការនាឆ្នាំ2031ខាងមុខនិងមីស៊ីលប្រឆាំងនាវាដោយយន្តហោះចម្បាំង KF-21 បំពាក់រ៉ាដាប្រភេទ AESA Radar APY-016K សម្រាប់គ្រប់នៃការបាញ់និងចាប់យកគោលដៅ APY-016K វាអាចចាប់សញ្ញាបានចម្ងាយ200គីឡូម៉ែត្រនិងបំពាក់ដោយប្រព័ន្ធកំណត់គោលដៅនៃការបាញ់មីស៊ីលឬក៏ទម្លាក់គ្រាប់បែក TGP ប្រព័ន្ធមួយនេះជួយកំណត់គោលដៅនៃការបាញ់មីស៊ីលឬក៏ទម្លាក់គ្រាប់បែកចំគោលដៅបានល្អបំផុតIOST គឺជាប្រព័ន្ធស្វែងរកនិងចាប់យកគោលដៅ Flight Control Computer ឬក៏ FCC គឺជាប្រព័ន្ធគ្រប់គ្រងនៃការហោះហើរដោយកុំព្យូទ័រប្រព័ន្ធព្រមានពីការចាប់សញ្ញាបានពីរ៉ាដាសត្រូវប្រព័ន្ធធ្វើសង្គ្រាមអេឡិចត្រូនិកនិងប្រព័ន្ធប្រឆាំងនឹងសង្គ្រាមអេឡិចត្រូនិកជាដើមសពថ្ងៃនេះមានប្រទេសជាច្រើនកំពុងចរចាទិញនិងខ្លះទៀតបានបញ្ជាទិញវារួចទៅហើយទូយ៉ាងមានដូចជាឥណ្ឌូនេស៊ីប៉ូឡូញអេស៊ីប ពេរូ ហ្វីលីពីន ម៉ាឡេស៊ី អារ៉ាប៊ីសាអូឌីតជាដើម